សួស្តីអ្នកទាំងអស់គ្នាជំរាបសួរមកកាន់ channel របស់ខ្ញុំ Apple ហើយអរគុណអ្នកទាំងអស់គ្នាដែលតែតាមទស្សនាវីដេអូរបស់ខ្ញុំហើយខ្ញុំគិតថាវីដេអូនេះគឺជាវីដេអូប្រហែលជាវីដេអូទី5ឬក៏ទី6របស់ខ្ញុំហើយដែលនិយាយអំពីការផាត់មុខអញ្ចឹងប្រធានបទថ្ងៃនេះគឺប្រធានបទដ៏ក្តៅគគុកមួយដែលខ្ញុំចង់និយាយដោយសារតែខ្ញុំឃើញភាគច្រើននៅតាមបណ្ដាញសង្គម Facebook ឬមួយក៏ភាគច្រើនមាននៅ Instagram ជាពិសេសគឺ Facebook តែម្ដងហើយថ្ងៃមុនហ្នឹងខ្ញុំគិតថាតាមពិតទៅមានតែក្នុង Facebook ឯងប៉ុន្តែដោយសារខ្ញុំជិះម៉ូតូជាមួយមួយភ័ក្រខ្ញុំទៅខ្ញុំឃើញថាវាមានជាក់ស្ដែងពិតមែនអញ្ចឹងខ្ញុំថតបានខ្ញុំត្រូវតែនិយាយនេះគឺខ្ញុំចង់និយាយអំពី eyebrow ចិញ្ចើមខ្ញុំអត់យល់ថាហេតុអីក៏តែដល់គ្នាគូចិញ្ចើមធំហើយថ្ងៃមុនខ្ញុំឃើញបងអូនស្រីម្នាក់នោះគាត់ចិញ្ចើមប៉ុន្តែខ្ញុំគិតថាប្រហែលជាម៉ូដរបស់គេម៉ូដគេចេញថ្មីខ្ញុំអត់ទាន់សម័យដូចគេក៏មិនដឹងប៉ុន្តែចាំគឺប៉ុណ្ណឹងហ្មងហើយខ្ញុំធម្មតាខ្ញុំក៏ឃើញតែសុំតោប៉ុន្តែខ្ញុំធ្លាប់ឃើញតែឈីងចាញ់ឃើញតែឈីងចាញ់ឯដែលមានចាំប្រហែលប៉ុណ្ណឹងហើយពណ៌រៀងថ្នោតបន្តិចតែអត់វាខ្មៅក្រឹបហើយពេលខ្ញុំស្គាល់ខ្ញុំដល់ភ្ញាក់ហេមិនចេះហេមកកាន់គូចាំធំហ្មងអញ្ចឹងខ្ញុំចង់ប្រាប់ទៅមិត្តភក្តិទាំងអស់គ្នាថាជាពិសេសបងប្អូនថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបគូចិញ្ចើមខ្លះមិនមែនខ្ញុំជំនាញខាងគូចិញ្ចើមតែខ្ញុំដឹងតិចតួចអញ្ចឹងណាខ្ញុំចង់ចែកម្លែកបើសិនជាបងប្អូនណាក៏គាត់ចូលចិត្តចិញ្ចើមបែបខ្មៅបែបឈីងចាញ់អញ្ចឹងគាត់ចូលចិត្តជាម៉ូដទាន់សម័យរបស់គាត់ក៏អត់អីប៉ុន្តែបើបងប្អូនណាដែលចង់ផ្លាស់ប្ដូរនៃទម្លាប់គូចិញ្ចើមឲ្យសាកមើលគីឡូវាស្អាតជាងម៉ូដនេះអញ្ចឹងអញ្ជើញតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងចាប់ផ្ដើមដំបូងគឺខ្ញុំមានផលិតផលរបស់ខ្ញុំនៅលើនេះមានជាលក្ខណៈយើងមានជាលក្ខណៈវែកហើយយើងមានជាលក្ខណៈខ្មៅដៃហើយខ្ញុំមានលក្ខណៈជាការប្រើជក់ជាមួយនឹងម្សៅផាត់ភ្នែកអញ្ចឹងយើងមានផលិតផលមួយណាក៏បានដែរគឺយើងអាចគូចិញ្ចើមបានដូចគ្នាគ្រាន់តែលទ្ធផលដែលវាចេញមកគឺវាខុសគ្នាអញ្ចឹងជាដំបូងខ្ញុំចង់បង្ហាញពីទីតាំងដែលយើងគួរគូអញ្ចឹងយើងគួរធ្វើយ៉ាងណាដើម្បីគូបានភាពស្រស់ស្អាតខ្ញុំឃើញគេមានពុម្ពចិញ្ចើមណាខ្ញុំគិតថាខ្ញុំអត់ដឹងថាមិនទេបើវាល្អសម្រាប់អ្នកអត់ចេះប៉ុន្តែពេលដែលយើងគូចិញ្ចើមជាមួយនឹងពុម្ពចិញ្ចើមធម្មតាមានបណ្ដាមនុស្ស10នាក់ឬក៏20នាក់មានចិញ្ចើមដូចគ្នាអញ្ចឹងខ្ញុំគិតថាពុម្ពចិញ្ចើមនឹងប្រហែលជាអត់ទេអញ្ចឹងសាករៀនគូខ្លួនឯងអញ្ចឹងជាដំបូងខ្ញុំចង់បង្ហាញពីកន្លែងដែលយើងគូអញ្ចឹងអ្នកទាំងអស់គ្នាអាចមានខ្មៅដៃឬក៏ជក់ក៏បានឬក៏អីក៏បានដែលត្រង់អញ្ចឹងហើយវែងអញ្ចឹងបន្ទាប់មកអញ្ចឹងចាបើសិនជាវាឃ្លាតឆ្ងាយពីគ្នាក៏មុនគេធ្លាប់វាស់បើសិនជាវាឃ្លាតឆ្ងាយពីគ្នាវានឹងធ្វើឲ្យច្រមុះយើងធំជាងមុនអញ្ចឹងដើម្បីឲ្យច្រមុះយើងមានរាងទូជាងមុនយើងអាចចាប់ផ្ដើមគូយើងមើលកន្លែងស្លាបច្រមុះយើងកន្លែងនេះអញ្ចឹងខ្ញុំដើរឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងយើងមានស្លាបច្រមុះយើងកន្លែងនេះគឺស្លាបខ្ទង់ច្រមុះរបស់យើងព្រោះអីបើសិនជាយើងអ្នកខ្លះទៅគាត់គូនៅកន្លែងនេះឬក៏គូនៅកន្លែងនេះចិញ្ចើមឃ្លាតពីគ្នាចង់ថាចិញ្ចើមគាត់បែកគ្នាគាត់លេងចង់ជួបគ្នាអូខេអញ្ចឹងយើងគួរចាប់ផ្ដើមពីកន្លែងហ្នឹងអញ្ចឹងយើងវាស់វាយើងដាក់អានេះឲ្យត្រង់អូខេអញ្ចឹងមានន័យថាចិញ្ចើមខ្ញុំគួរតែចាប់ផ្ដើមពីកន្លែងនេះទៅអូខេអញ្ចឹងខ្ញុំយកខ្មៅដៃវាស់មានន័យថាចិញ្ចើមយើងចាប់ផ្ដើមអញ្ចឹងបើពេលខ្លះខ្ញុំជួយចិត្តបំពេញតែចិញ្ចើមខាងមុខដោយសារតែកន្លែងហ្នឹងវាអត់សូវពេញអញ្ចឹងខ្ញុំគួរចាប់ផ្ដើមពីកន្លែងហ្នឹងបន្ទាប់មកយើងពវល់ជក់ហ្នឹងយើងពវល់មកអញ្ចេះជាមួយនឹងសាបច្រមុះហើយកែងជាមួយភ្នែកយើងមានន័យថានេះគឺកន្លែងដែលចិញ្ចើមគួរតែឡើងខ្ពស់អញ្ចឹងមានន័យថាកន្លែងនេះគឺចិញ្ចើមយើងគួរឡើងព្រោះចិញ្ចើមយើងមានរាងឡើងហើយចុះទៅវិញអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលចិញ្ចើមគួរតែឡើងអញ្ចឹងពេលយើងដាក់មកគឺវានៅកន្លែងហ្នឹងអញ្ចឹងចាមយើងគួរតែឡើងនៅកន្លែងហ្នឹងហើយបន្ទាប់មកតើចាមយើងគួរបញ្ចប់នៅកន្លែងណាធម្មតានៅពេលដែលយើងផាត់ភ្នែកធ្វើយើងមាន eyeliner កន្ទុយភ្នែកអីចឹងណាអញ្ចឹងចាមយើងគួរតែវែងដល់ត្រឹមនេះឬក៏ពេលខ្លះអាចខ្លីជាងនឹងបន្តិចឬមួយក៏វែងជាងនឹងបន្តិចប៉ុន្តែកុំវែងដល់នេះអញ្ចឹងយើងដាក់អញ្ចឹងដោយសារនេះវាខ្លីពេកអញ្ចឹងយើងពវល់នេះវិញចានេះអានេះអញ្ចេះតបមកដាក់វាអញ្ចឹងនេះអញ្ចឹងមានន័យថាចាមខ្ញុំគួរតែបញ្ចប់នៅកន្លែងនេះពេលដែលខ្ញុំគូ eyeliner អីចឹងទៅអាចវែងខ្ញុំអាចគូបន្ថែមបន្ទួយបន្តិចឬមួយក៏ចូលក្នុងបន្តិចប៉ុន្តែធម្មតាគឺយើងពវល់វាមក
ព្រោះវាគឺជា frame របស់ភ្នែកហើយគឺជាស៊ុំរបស់ទម្រង់ភ្នែកយើងណាអញ្ចឹងវាគួរតែវាមិនគួរខ្លីខ្លាំងពេកជាងភ្នែករបស់យើងអញ្ចឹងវាអាចនៅត្រង់នេះក៏បានប៉ុន្តែដោយសារតែថ្ងាសខ្ញុំទលាយអញ្ចឹងខ្ញុំរួចវាខិតចូលក្នុងបន្តិចអញ្ចឹងបើសិនអ្នកទាំងអស់គ្នាដែលមានកន្លែងនេះរៀងទលាយខ្ញុំចង់និយាយថាវាជាទៀតអញ្ចឹងខ្ញុំលួចខិតទៅបើសិនអ្នកទាំងអស់គ្នាមានកន្លែងនេះរៀងទលាយយើងអាចគូវែងទៅប៉ុន្តែកុំគូដល់នេះអូខេអញ្ចឹងនេះគឺជាកន្លែងដែលយើងគួរចាប់ផ្ដើមឡើងខ្ពស់ហើយនឹងបញ្ចប់មិត្តបងប្អូនខ្លះគាត់អាចគូយកអញ្ចាមត្រង់បាននឹងសម្រាប់មុខគាត់រៀងទម្រង់មូលឬមួយក៏មុខគាត់អក្សរ V នឹងយើងអាចយកអញ្ចាមត្រង់បានដើម្បីជួយទម្រង់មុខយើងប៉ុន្តែសម្រាប់បងប្អូនខ្លះដែលមានទម្រង់បេះដូងឬក៏ទម្រង់មុខបែបវែងចេះបើសិនជាយើងយកអញ្ចាមត្រង់គឺឃើញមុខយើងខ្លីឬមួយក៏វាទាញមុខយើងមកអញ្ចឹងយើងគួរគូអញ្ចាមអាចឆ្លាញ់ទូចក៏បានធំក៏បានប៉ុន្តែកុំធំពេកហើយទី2គឺពណ៌ពណ៌នៃការគូពណ៌ចិញ្ចើមមិនគួរពណ៌ខ្មៅដាច់ខាតកុំគូខ្មៅខ្ញុំសុំ no black គឺអត់ពណ៌ខ្មៅទេព្រោះអីពេលយើងគូខ្មៅទៅឃើញចាស់ហ្មងគឺថាសម័យជំនាន់ម៉ាក់ខ្ញុំកាយើងអត់មានខ្មៅដៃអីគូគឺពណ៌ខ្មៅប៉ុន្តែបើអាចយករៀងថ្នោតខ្មៅបន្តិចឬមួយក៏ថ្នោតខ្ចីឬមួយក៏អីគឺទៅតាមពណ៌សក់គឺមានន័យថាវាខ្ចីជាងពណ៌សក់យើងមួយលេខឬមួយក៏ខ្មៅជាងពណ៌សក់មួយលេខដូចថាឥឡូវសម័យនេះមានអ្នកលាបសក់ពណ៌រៀងទឹកប្រាក់អីអញ្ចឹងណាអញ្ចឹងយើងអាចគូអញ្ចាមពណ៌រៀងកម្ៅជាងសក់យើងមួយលេខឬមួយក៏អញ្ចឹងទៅតែអ្នកដែលមានសក់ពណ៌ខ្មៅភាគច្រើនគឺយើងអាស៊ីសក់យើងខ្មៅអញ្ចឹងយើងយកសក់ពណ៌អញ្ចាមនឹងរៀងខ្ចីជាងតិចទៅដើម្បីលើកពណ៌មុខយើងឲ្យវារៀងស្រស់ថ្លាជាងមុនអូខេអញ្ចឹងឥឡូវវិធីគូអញ្ចាមទី3វិធីគូអញ្ចាមតែយើងគួរជ្រើសរើសយកផលិតផលគូអញ្ចាមបែបណាសម្រាប់អ្នកដែលចូលចិត្តគូអញ្ចាមបែបកូរ៉េបែបធម្មជាតិយើងអាចរើសជាលក្ខណៈខ្មៅដៃដូចខ្មៅដៃនេះហើយខ្ញុំមានមួយទៀតនេះគឺMAC Disney Maleficent ហើយវាមានលក្ខណៈទូចហើយ slim អានេះគេហៅថា eyebrow crayon Tourist social is slim in flint color អញ្ចឹងអានេះខ្ញុំអត់ដឹងថាភាសាបារាំងឬក៏ភាសាខ្មែរភាសាបារាំងឬភាសាអង់គ្លេសខ្ញុំអានចេញអូខេប៉ុន្តែខ្ញុំគិតថាអានេះគឺសម្រាប់អ្នកដែលមានសក់របៀបស្បែកគាត់រៀងសហើយសក់គាត់រៀងពណ៌ទុំដែរអញ្ចឹងនេះគឺពណ៌ដែលខ្ញុំទំតគូនៅលើចានខ្ញុំហ្នឹងហើយអញ្ចឹងយើងបើកមកហើយវាមានកន្លែងពណ៌ឡើងនេះគឺសម្លេងគ្រីកគ្រីកអូខេចានេះយើងគ្រាន់តែគូចាប់ដើមពីកន្លែងហ្នឹងមកហើយខ្ញុំបំពេញចានខ្ញុំនឹងគឺពណ៌ដែលខ្ញុំកំពុងតែលាបដោយសារតែវាជួយឲ្យយើងគូមកត្រង់មកយើងគ្រាន់តែគូតិចតិចនឹងអ្នកដែលអត់ចេះគូអញ្ចាមអញ្ចឹងយើងគូតិចតិចដើម្បីបំពេញអាកន្លែងដែលចន្លោះហ្នឹងបន្ទាប់មកបើយើងមានម៉ាស្ការ៉ាលាបអញ្ចាមដើម្បីពណ៌សក់យើងពណ៌ទឹកមាសអីអញ្ចឹងចានេះតាមម៉ារី9កាឯនៅអីគេដៃសូអញ្ចឹងយើងអាចប្រើនឹងបានហើយយើងយកវាមកសិតមកអញ្ចឹងចាមយើងគឺអាចផ្លាស់ប្ដូរពណ៌ទៅតាមពណ៌ទឹកមាសចានេះសម្រាប់អ្នកដែលចូលចិត្តផាត់មុខរៀងខ្ជូលឬក៏កវ៉ៃកាវ៉ៃលក្ខណៈជប៉ុននេះអញ្ចឹងណាចានេះយើងអត់ចង់បដោតទៅលើចាមពីច្រើនការផាត់មុខបែបកូរ៉េបដោតទៅលើ eyeliner អញ្ចឹងចាមគេយកពណ៌រៀងធម្មជាតិអញ្ចឹងឃើញមុខឆ្មេងជាងមុនហើយចាមមានលក្ខណៈធំអូខេនេះគឺចាមលក្ខណៈទី1សម្រាប់អ្នកដែលបងប្អូនសិស្សសាលាដែលចូលចិត្តបែបធម្មជាតិអូខេអញ្ចឹងចំពោះអ្នកដែលចូលចិត្តអញ្ចាម on flick ឬមួយក៏អញ្ចាម sexy អញ្ចឹងវាត្រូវការងារច្រើនណាស់ដើម្បីបានអញ្ចាមហ្នឹងអញ្ចឹងដំបូងទី1គឺខ្ញុំសូមជូតអញ្ចាមចេញសិនហើយខ្ញុំនឹងបង្ហាញពីរបៀបគូអញ្ចាមបែប sexy ឬក៏អញ្ចាមលក្ខណៈពេញសំនេះចាមលក្ខណៈខ្វងណានឹងយើងអាចប្រើប្រាស់នៅក្នុងពេលទៅញ៉ាំកម្មវិធីបានអញ្ចឹងដំបូងយើងប្រើជា concealer អញ្ចឹងដំបូងយើងប្រើជា concealer បន្ទាប់មកយើងសក់យកដៃហើយខ្ញុំលាបទៅលើអញ្ចាមជាមុនសិនពួកឯងនៅពេលដែលអ្នកនរគ្នាប្រើ concealer លាបទៅលើអញ្ចាមអញ្ចឹងពេលដែលយើងគូមកវាបានលទ្ធផលដែលគូអ
ចាំយើងជាប់បានយូរហើយលទ្ធផលនេះក៏ល្អដែរអូខេតមកទៀតគៀបសាក់នេះឡើងចឹងពេលយើងបានចាននឹងហើយទាំងអស់គ្នាអាចប្រើជាជក់ក៏បានដែលមានរាងជ្រុំចេះកប់មកនេះគឺជា deep brown អានេះគឺជា eyeliner ទេប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តចាមរៀងក្រាស់ខ្ញុំអាចប្រើពណ៌នេះបានណៅទីកម្ៅយើងអាចរើសយកពណ៌អីក៏បានដែរសាកល្បងពណ៌ផ្សេងយើងជួយចិត្តពណ៌ណាតោះមកខ្ញុំចាប់ផ្ដើមគូអញ្ចឹងពីដំបូងយើងមើលថាចានយើងចាប់ដើមនៅកន្លែងហ្នឹងអញ្ចឹងខ្ញុំចាប់ដើមគូវាកន្លែងហ្នឹងមកតោះមកខ្ញុំគូខាងលើឃើញខ្ញុំគូអាខាងលើនឹងរៀងខ្លីជាខាងមុខពួកអីខ្ញុំចង់ឲ្យពេលដែលខ្ញុំយកជក់ទៅសិតវាទៅវាបែកពណ៌បានល្អអញ្ចឹងអានេះវាចាប់ដើមកន្លែងនេះប៉ុន្តែខាងលើខ្ញុំចាប់ដើមខ្លីជាងមុនដោយសារតែខ្ញុំអាចសិតអានេះទៅលើបើសិនជាយើងជ្រុលមកគូមកខាងមុខគាត់ជាក្រាស់ជាងមុនចឹងសម្រាប់ពណ៌នៃកន្ទុយចិញ្ចាមនេះយើងអាចប្រើពណ៌ខ្មៅបានប៉ុន្តែដល់ឡែកនៅខាងមុខយើងក៏បំពេញពណ៌ខ្មៅអញ្ចឹងខ្ញុំសូមមុននឹងយើងចាប់ផ្ដើមយើងជក់ចេញសិននេះតបមកយើងយក eyeshadow ពណ៌ដែលមានរាងខ្ចីតិចហ្នឹងយកមកបំពេញនៅក្នុងហ្នឹងហើយយើងយកអាសិតវាចានេះបើយើងគិតថាខាងមុខនេះយើងគូជ្រុលសម្រាប់អ្នកអស់គ្នាដែលអាចគូជ្រុលយើងមាន Q-tip នេះតោះមកយើងអាចជូតវាចេញខ្លះហើយតបមកចុងក្រោយគេគឺយើងមានជាលក្ខណៈជក់ដែលយើងអាចសិនចានបានចឹងអាការសិតហ្នឹងវាធ្វើឲ្យពណ៌ហ្នឹងវាបែកបានល្អអញ្ចឹងយើងមើលថាពណ៌ចាមយើងវាបដិញគ្នាហើយចុងក្រោយគេគឺយើងមានជាលក្ខណៈ coloring eyebrow អ្នកខ្លះយើងប្រើក៏បានយើងអត់ប្រើក៏បានយើងដកវាមកយើងអាចសិតវាអានេះគឺពណ៌រាងខ្មៅហើយជាចុងក្រោយគេយើងអាចត្រឡប់មកយក concealer វិញ last យើងយកអានេះមានមុខត្រង់គឺជាជក់បែបមានមុខត្រង់យើងយក concealer យើងហ្នឹងដាក់មកយើងយកទៅលាបនៅខាងក្រោមដើម្បីឲ្យចានយើងស្អាតល្អមកយើងកាន់ជក់បែបនេះអស់វាមកយើងអាចស្រីវាសិតអីចឹងទៅអូខេចឹងអ្នកដែលចង់បានចាមរៀងខ្វង
អាចបន្ថែមពណ៌ឬក៏បន្ថយពណ៌អាចសិតថែមអាចដាក់អីថែមប៉ុន្តែចាំបែបនេះអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាមើលថាខាងនេះគឺមើលទៅលក្ខណៈរៀង sexy ហើយរៀងការជាងមុនហើយខាងនេះគឺយើងមើលទៅបែបសុភាពដោយសារតែចាំយើងត្រង់អញ្ចឹងពីហ្នឹងយើងអាចផ្លាស់ប្ដូរថ្ងៃខ្លះយើងចង់ sexy ថ្ងៃខ្លះយើងចង់ចាំត្រង់គឺយើងអាចគូបានអរគ្នាអូខេអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំគិតថាអ្នកនរគ្នាអាចរើសយកចិញ្ចើមមួយណាក៏បានដែរប៉ុន្តែកុំគូចិញ្ចើមធំហ្នឹងឲ្យសោះយ៉ាងណាក៏ដោយជៀសវាងកុំគូចិញ្ចើមហ្នឹងអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងតាមដានហើយសាកល្បងមើលហើយបើសិនជាអ្នកនរគ្នាមានចម្ងល់អាចសួរខ្ញុំបានឬមួយក៏ comment ឬមួយក៏ទៅសេសារមកខ្ញុំផ្ទាល់ខ្ញុំនឹងព្យាយាមឆ្លើយតបហើយកុំភ្លេច subscribe ហើយ like វីដេអូហើយ share វីដេអូខ្ញុំផងអញ្ចឹងអរគុណអ្នកនរគ្នាខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងជួបខ្ញុំនៅវីដេអូក្រោយបាយបាយអរគុណជម្រាបលាបាយបាយ